បាទគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាបាទថ្ងៃនេះចង់បង្ហាញទស្សនវិជ្ជាទាំងស្រុងដែលខ្ញុំបាទចុះទៅផ្ទាល់នៅទឹកដីល្វីអែមបាទមើលទៅគឺស្រស់ស្រាយមែនទែនបាទដោយសារតែទេសភាពវាលស្រែវាលស្រូវមើលទៅស្រស់បំពងព្រមទាំងដំណាំពោតនិយាយទៅគឺទៅដល់គឺចាប់ផ្ដើមឲ្យយើងមានអារម្មណ៍ថា fresh ហ្មងជាក់ស្រួលស្រស់ស្រាយជាមួយនឹងធម្មជាតិមែនទែនបាទមិនងាយនឹងមានឱកាសបានទៅដល់នោះទេពេលបានទៅដល់ហើយគឺធ្វើឲ្យយើងនឹងជាប់ចិត្តបាទហើយដំណើរកំសាន្តថ្ងៃនោះផងដែរគឺយើងទៅបូមស្រះបាទនេះទស្សនវិជ្ជាយើងមិនទាន់បានទៅដល់បឹងទៅដល់ដណ្ដូងស្រះដែលយើងត្រូវបូមនោះទេដែរហើយឥឡូវនេះយើងក៏ចាប់ផ្ដើមចុះទៅដល់ទីតាំងផ្ទាល់តែម្ដងបាទគឺនៅវាលស្រែវាលបឹងបាទហើយផ្លូវនេះគឺថាស្រួលហើយនេះស្រួលបំផុតបាទតែយើងអាចជិះក្តារថតបាននៅទស្សនវិជ្ជាទាំងណាហើយក៏សូមអធិស្ឋានដល់ពុកម៉ែបងប្អូនដែលកំពុងទស្សនាដែរដែលសកម្មភាពដែលថតផ្ទាល់ទៅវាមានការញាក់ញ័រអត់មានរូបភាពលំនឹងល្អឲ្យបងប្អូនទាំងគ្នាមើលស្រួលបួលណានេះយើងមកដល់ហើយបាទកាត់មិនបានថតមើលទស្សនវិជ្ជាទាំងស្រុងនោះទេបាទហត់ទៅដល់ភ្លាមបាទបងប្រុសគាត់ទទួលអាហារយ៉ាងឆ្ងាញ់បាទអាំងត្រីចាំតែម្ដងបាទនេះហើយមើលទៅបាទគាត់ឃើញស្រក់ទឹកមាត់នឹកឃើញទស្សនវិជ្ជានោះគឺចង់ទៅម្ដងទៀតបាទពេលដែលយើងចាប់ផ្ដើមញ៉ាំបដាលហ្នឹងណាហើយយើងក៏ចាប់ផ្ដើមដាក់អាំងបន្តរហូតថ្ងៃហ្នឹងបាទនេះបងប្អូនអរគ្នាកពតដែលយើងគិតថាពុលណាសូម្បីទៅដល់ភ្លាមក៏ខ្ញុំអត់ហ៊ានញ៉ាំដែរប៉ុន្តែដល់ពេលគាត់ធ្វើឆ្អិនយើងចាប់ដើមភ្លុកគឺថាឆ្ងាញ់ណាបងប្អូនថ្ងៃហ្នឹងយើងធ្វើច្រើនមែនទែនអស់ហើយនេះយើងចុះទៅដួសបន្តថែមទៀតបាទអធិស្ឋានហើយនេះបាទគាត់អូសមកភ្លាមចូលភ្លាមទុកអត់មានទុកយូរបងប្អូនអរគ្នាបាទគឺយើងចាប់ដើមសរេសរងបន្តទៀតណាថ្ងៃនោះគឺអស្ចារ្យមែនទែនបងប្អូនអរគ្នានឹកឃើញរូបភាពនឹងដូចខ្ញុំបញ្ជាក់ចឹងគឺសម័យចង់បានរូបភាពទាំងអស់ហ្នឹងទស្សនវិជ្ជាទាំងអស់ហ្នឹងម្ដងទៀតណាបងប្អូនអរគ្នាបាទហើយយើងក៏ញ៉ាំហើយញ៉ាំទៀតចឹងទៅណាបាទហើយនេះគឺយើងដល់ពេលដែលយើងចាប់ផ្ដើមបូបសរុបលទ្ធផលហើយបាទហើយនឹងអស់ចិត្តឲ្យឃើញនេះមួយតំណងរៀងធាត់ហ្នឹងក៏យើងដោតបងប្អូនដល់នេះកុំយល់ច្រឡំណាដោតចេះយកទៅអាំងទាំងផុកទាំងអីហ្នឹងណាក៏យើងដោតទៅហើយយើងបានយកទៅលាងបានយើងមកអាំងណាបាទអញ្ចឹងថ្ងៃនោះគឺយើងបានត្រីធំច្រើនមែនទែនបាទសេរីຂະຫນາດ1គីឡូអីហ្នឹង7 8ខាំកន្លះគីឡូអីហ្នឹងឡើងលើហ្នឹងគឺស្ពោច្រើនបាទអញ្ចឹងរូបភាពវីដេអូគឺខ្ញុំមានតែប៉ុណ្ណឹងព្រោះអីនិយាយច្រើនទៅគឺវាមានតែពាក្យដដែលដោយសារតែរូបភាពទាំងអស់ហ្នឹងដូចខ្ញុំចង់បញ្ជាក់ចឹងចង់ខ្លួនខ្ញុំផ្ទាល់គឺចង់ឆ្លងកាត់នៅរឿងដដែលម្ដងទៀតព្រោះវាសប្បាយមែនទែនហើយក៏សង្ឃឹមថាឱកាសក្រោយយើងនឹងបានទៅដល់ទីនោះម្ដងទៀតដែរហើយក៏អរគុណបងប្រុសបងវិបុលដែលគាត់បានទទួលយ៉ាងកក់ក្ដៅទៅញ៉ាំមួយឆ្អែតហើយគាត់នៅឆ្លៀតឱកាសច្រកវិចមកផ្ទះទៀតបាទអញ្ចឹងសូមអរគុណបងប្អូនអរគ្នាបងដែលបានទស្សនាវីដេអូទាំងអស់គ្នា